ខ្ញុំនឹងចេញវិក័យបត្រឲ្យអ្នកភ្លាមទៅទិញក្រណាត់កាថ្មហើយទិញស្ករគ្រាប់ទឹកដោះគោ2គីឡូទៀតអោព្រះឲ្យខ្ញុំមិនបានភ្នែកខូចទេមែនទេនោះវាជារថយន្តជិះមែនទេសិនយីអញពិតជាមានបានមែនទែនហើយសូម្បីតែរថយន្តក៏ទិញបានដែរក្រុមគ្រួសារធំនេះពិតជាមានឱកាសត្រឡប់មកវិញមែនសៀវអ៊ីនេះទិញឲ្យបងមែនទេMEG បន្ទាប់ទៅនេះបើអញទៅប្រជុំនៅទីប្រជុំជនជិះកង់នេះទៅចុះជាកាដូឲ្យអញទិញឲ្យបងមែនទេអ្វីដែលបងនិយាយបងប្រកាសជាធ្វើតាមពិតបងប្រុសនេះជាស្ករគ្រាប់ទឹកដោះគោមកហាមាត់ល្អផ្ទះថ្មីចិត្តរួចរាល់ហើយដល់ថ្ងៃរើចូលបងនឹងដេកខោអាវថ្មីឲ្យឯងញ៉ាំពេលកំពុងក្តៅទៅនេះជាគៀវស្នូសាច់សុទ្ធធ្វើពីម្សៅសូមឲ្យដូនតាតាមជួយក្រុមគ្រួសារធំយើងទីបំផុតក៏មានថ្ងៃភ្លឺស្វាងដែរឯងញ៉ាំមុនទៅបងថ្លៃមិនបានយំគៀវមិនឆ្ងាញ់មែនទេឆ្ងាញ់នេះជាគៀវដែលឆ្ងាញ់បំផុតដែលខ្ញុំធ្លាប់ញ៉ាំលោកម៉ាសិនតាប៉ាវជំពាក់លុយលោកខ្ញុំសងវិញហើយមិនត្រឹមតែសងទេខ្ញុំថែមឲ្យ500ទៀតក្មួយប្រុសជើពិតជាចិត្តធំមែននិយាយមកចង់ទិញជីវិតអ្នកណាឬមិនយកជីវិតខ្ញុំចង់ឲ្យលោកកាត់ជើងលោកសិនឲ្យគាត់ក្លាយជាមនុស្សខ្វិនដែលត្រូវលូនដីសុំទានពេញមួយជីវិតហើយចាប់ប្រពន្ធរបស់គាត់ទៅដាក់នៅសន្តាគារសម្រាប់យើងលោកសិនអាម្នាក់នោះវាមានកាំភ្លើងក្នុងដៃពិបាកដោះស្រាយណាស់កាំភ្លើងនឹងជាអ្វីទៅពីរបីថ្ងៃទៀតជាពិធីប្រមូលផលរដូវស្លឹកឈើជ្រុះនៅភូមិសៀវហឺកម្លាំងពលកម្មទាំងអស់ត្រូវទៅធ្វើការនៅឯវាលស្រែលោកសិនក៏ប្រកាសជីទៅដែរពេលគាត់កំពុងធ្វើការមិនអាចមានអ្នកជួយបានទេយកពំឲ្យតែលុយគ្រប់គ្រាន់គ្មានការងារណាដែលម៉ាសាន់ទៅខ្ញុំធ្វើមិនបាននោះទេបងយាយលបឿនបងពិតជាលឿនណាស់ថ្ងៃនេះពិន្ទុការងារក្រុមគ្រួសារយើងប្រកាសជាលេខ1ក្នុងភូមិហើយលោកសិនមិនល្អទេផ្ទះលោកមានរឿងហើយមានមនុស្សមួយក្រុមកាន់កាំបិតចូលទៅក្នុងផ្ទះលោកហើយចាប់ប្រពន្ធលោកទៅបាត់ហើយវៃវីអញធ្វើបែបនេះដើម្បីអ្វីឲ្យតែអញចុះហត្ថលេខាលើលិខិតលេងលេះនេះខ្ញុំនឹងនាំអញទៅភ្លាមគ្មានអ្នកណានឹងធ្វើបាបអញទេចៅវៃអញពិតជាធ្វើឲ្យខ្ញុំស្អប់ខ្ពើមណាស់អញមិនអាចប្រៀបធៀបនឹងក្រចកដៃរបស់លោកសិនផងលោកសិនអាមនុស្សកំដរនោះឥឡូវនេះប្រហែលជាត្រូវបានគេកាប់ស្លាប់នៅវាលស្រែបាត់ទៅហើយអញស្មានថាគាត់នៅអាចមកជួយអញបានមែនទេក្មួយប្រុសចៅកុំនិយាយច្រើនជាមួយស្រីម្នាក់នេះទៀតអីរងចាំឲ្យប្អូនរបស់ខ្ញុំធ្វើការរួចហើយយកដៃទាំងពីររបស់លោកសិនមកប្រគល់ជូននោះគាត់នឹងចេះស្ងប់ស្ងាត់ដោយខ្លួនឯងពួកស្មោកគ្រោកដែលអ្នកផ្ញើទៅវាលស្រែខ្ញុំបានដោះស្រាយឲ្យអស់ហើយមិនក៏ឯងនៅមានជីវិតលោកម៉ាសម្លាប់វាទៅសម្លាប់វាឲ្យលឿនសម្លាប់វាទៅលោកសិនអ្នកប្រញាប់ទៅចុះពួកគេមានអាវុធខ្ញុំបាននិយាយហើយអ្នកណាដែលហ៊ានប៉ះប្រពន្ធខ្ញុំក្តៅខ្លាំងណាស់ដៃដែលប្រើសម្រាប់ទារលុយនេះមិនចង់បានទៀតមែនទេបងយាយលោកយាយសូមមេត្តាចាប់ពីថ្ងៃនេះទៅគឺជើវៃមីនជាអ្នកចេញលុយវាជាអ្នកឲ្យខ្ញុំចាប់មនុស្សត្រឡប់ទៅប្រាប់ឪពុកឯងបើហ៊ានមកញុះញង់ប្រពន្ធខ្ញុំនៅភូមិសៀវហឺទៀតខ្ញុំនឹងទៅរកគាត់ដល់ទីប្រជុំជនដោយផ្ទាល់ទៅឲ្យផុតលោកសិនខ្ញុំស្មានតែមិនអាចជួបលោកទៀតហើយមិនអីទេមានខ្ញុំនៅទីនេះគ្មាននរណាម្នាក់អាចប៉ះពាល់ឯងបានឡើយពូលោកសិនពេលនេះប្រហែលជាត្រូវបានម៉ាសាន់ទៅកាប់សម្លាប់បាត់ទៅហើយប្រពន្ធគាត់ក៏ត្រូវបានគេចាប់ទៅដែរ
ក្រុមគ្រួសារធំរបស់អ្នកដាច់ពូជហើយឯងនិយាយផ្ដេសផ្ដាសអីលោកសិនមិនមានរឿងអ្វីទេខ្ញុំប្រាប់ការពិតឲ្យដឹងចុះផ្ទះចាស់ត្រូវបានជីដាដាក់បញ្ចាំឲ្យម៉ាសាន់ទៅបាត់ហើយក្រុមគ្រួសារទី2យើងឥឡូវគ្មានកន្លែងស្នាក់នៅទេផ្ទះក្បឿងថ្មីទាំង3ខ្នងនេះទុកជាការគោរពដល់ជីតាបង្កើតរបស់លោកសិនចុះរស់រាន់រើវ៉ាន់ចេញទៅផ្ទះថ្មីនេះឥឡូវជារបស់ក្រុមគ្រួសារទី2យើងហើយអញទើបតែនិយាយថាផ្ទះនេះជារបស់អ្នកណាលោកសិនលោកមិនមែនត្រូវបានម៉ាសាន់ទៅខ្ញុំនិយាយហើយបើហ៊ានឈានជើងចូលផ្ទះធំទៀតខ្ញុំនឹងកាត់ដៃអញកុំសម្លាប់ខ្ញុំលោកសិនខ្ញុំជាបងប្អូនជីដូនមួយរបស់អ្នកណាអញនាំជនក្រៅមកដណ្ដើមប្រពន្ធខ្ញុំចង់រឹបអូសយកផ្ទះថ្មីរបស់ក្រុមគ្រួសារធំខ្ញុំពេលនោះមិនគិតថាអញជាបងប្អូនខ្ញុំផងលោកសិនកុំកាប់អីកាប់គេឯងនឹងជាប់គុកហើយមិនមានតម្លៃអ្វីទេសម្រាប់មនុស្សប្រភេទនេះលោកសិនទុកវាទៅកុំឲ្យប្រឡាក់ដៃលោកអីត្រឡប់ទៅប្រាប់មនុស្សចាស់នោះទៅការដែលផ្ទះចាស់ត្រូវបានគេរឹបអូសគឺជារឿងដែលក្រុមគ្រួសារទី2របស់ពួកឯងសាងកម្មខ្លួនឯងមិនអីទេមែនទេខ្ញុំមកថាម៉ាសាន់ទៅនាំមនុស្សទៅអ្នកមកទាន់ពេលល្មមក្រុមគ្រួសារធំនិងក្រុមទី2បានបែកផ្ទះគ្នាជាយូរហើយថ្ងៃនេះនៅចំពោះមុខអ្នកខ្ញុំនឹងដាក់ក្បួនច្បាប់ថ្មីយកព្រមខ្ញុំនឹងធ្វើជាសាក្សីឲ្យពួកអ្នកចាប់ពីពេលនេះទៅក្រុមគ្រួសារធំរស់ឬស្លាប់មិនពាក់ព័ន្ធអ្វីនឹងត្រកូលសិនទៀតទេបើក្រុមគ្រួសារទី2អត់ឃ្លានស្លាប់តាមផ្លូវក្រុមគ្រួសារធំក៏នឹងមិនផ្ដល់ជំនួយអ្វីសូម្បីតែបន្តិចទំនាក់ទំនងគ្រួសារនេះថ្ងៃនេះត្រូវកាត់ផ្ដាច់ទាំងស្រុងបងយាយលើថាថ្ងៃនេះបងម្នាក់ឯងទៅកំទេចកន្លែងរបស់ម៉ាសាន់ទៅឥឡូវនេះនៅភូមិហ៊ីសឺនគ្មានអ្នកណាដែលមិនស្គាល់ឈ្មោះបងយាយទេឈ្មោះល្បីមិនមានប្រយោជន៍ទេបងសានថ្ងៃនេះខ្ញុំមកគឺចង់ពិភាក្សាជំនួញធំជាមួយលោកបងយាយចង់ធ្វើអ្វីដែរខ្ញុំចង់បង្កើតក្រុមប្រមាញ់អាជីពមួយអ្នកទទួលខុសត្រូវរកទីផ្សារនៅទីប្រជុំជនតាក់ទងថៅកែធំក្នុងក្រុងខ្ញុំទទួលខុសត្រូវចូលព្រៃរកទំនិញលុយដែលរកបានចែក3 7ខ្ញុំ7អ្នក3បង្កើតក្រុមប្រមាញ់មែនទេបងយាយនោះវាជាចំនួនប្រថុយជីវិតហើយការចែក3 7នេះតិចពេកហើយនៅទាំងភូមិហេសឺននេះក្រៅពីខ្ញុំគ្មានអ្នកណាហ៊ានចូលភ្នំដានថៅយ៉ាងនោះទេថ្ងៃនេះហៅអ្នកទាំងអស់គ្នាមកគឺមានតែរឿងមួយប៉ុណ្ណោះខ្ញុំចង់បង្កើតក្រុមប្រមាញ់សម្រាប់ចូលព្រៃបងយាយក្នុងព្រៃមានហ្វូងចកនិងខ្លាឃ្មុំប្រសិនបើត្រូវបាត់បង់ជីវិតនៅទីនោះគឺដាច់ពូជនៅផ្ទះហើយអ្នកណាខ្លាចស្លាប់អាចត្រឡប់ទៅវិញបានអ្នកដែលនៅប្រាក់ខែគោ$10រៀងរាល់ខែបើចាប់បានសត្វធំចែកប្រាក់ចំណេញស្មើគ្នា$10កម្លាំងពលកម្មនៅក្នុងដីស្រែមួយខែធ្វើការហត់នឿយខ្លាំងក៏មិនអាចរកបានពិន្ទុស្មើនឹង$3ផងបងយាយបងនិយាយពិតមែនទេសួរផ្ដេសផ្ដាសបងយាយយើងឥឡូវជាមនុស្សមានមុខមាត់នៅភូមិហេសឺននេះហើយខ្ញុំតាមបងយាយធ្វើការ2ខែហើយគ្រួសារខ្ញុំមាននំប៉ាវសាច់និងម្សៅញ៉ាំបាត់ទៅហើយស៊ីវយាយឯងនាំកូនចៅក្នុងភូមិទៅប្រថុយជាការល្អប៉ុន្តែត្រូវប្រយ័ត្នសុវត្ថិភាពឲ្យមែនទែនមេភូមិកុំបារម្ភខ្ញុំនឹងនាំពួកគេត្រឡប់មកវិញដោយសុវត្ថិភាពទាំងស្រុងព្រោះថាអាយ៉ែបលើកនេះនាំមនុស្សចូលព្រៃច្រើនម្លេះគ្រាន់តែថ្លៃម្ហូបអាហាររាល់ថ្ងៃក៏អស់លុយច្រើនដែរតែលុយក្នុងផ្ទះយើងគ្រប់គ្រាន់ទេម៉ាក់កុំបារម្ភអីម្សិលមិញសិនអ៊ីបានយកប្រាក់កក់800ពីហ៊ីសឺមកវិញខ្ញុំគណនារួចហើយគ្រប់ទិញស្បៀងអាហារសម្រាប់មនុស្សទាំងអស់មួយខែនិងឧបករណ៍ចូលព្រៃនៅសល់ជាង400ទៀតបងថ្លៃមើលសម្ពុតថ្មីរបស់ខ្ញុំស្អាតទេស្អាតណាស់ចាំដល់បុណ្យចូលឆ្នាំបងថ្លៃនឹងដេរអាវកបាសពណ៌ក្រហមឲ្យមួយទៀតសិនអ៊ីអ្នកធ្វើបានសម្រេចមែនបងយ៉ែបនេះជាអ្វីស្នាមជើងជ្រូកព្រៃផ្អែកលើជម្រៅនិងគម្លាតយ៉ាងហោចណាស់មានជាង10ក្បាលហើយមានមួយក្បាលទម្ងន់លើសពី250គីឡូក្រាមបងយ៉ែបជ្រូកព្រៃជាង10ក្បាលយើងមានតែ10នាក់តើវាយ៉ាងម៉េចស្បែកវាស្វិតណាស់ធ្នោមិនអាចបាញ់ធ្លុះទេត្រូវតែមានអន្ទាក់ស៊ីថៅនាំមនុស្ស2នាក់ទៅមើលកំណាត់ឈើសល់ពីនេះមកជីកលេនដ្ឋានជាមួយខ្ញុំធ្វើឲ្យលឿនពួកវានៅក្បែរនេះឯងបានអ្នកនាំមនុស្ស2នាក់ទៅខាងលើបាទដុតសាច់សត្វពេលមួយចំហៀងនឹងទៅប្រាប់ផ្សែងហុយនាំជ្រូកព្រៃមកអ្នកដែលសល់ឡើងលើដើមឈើជាមួយខ្ញុំបងយ៉ែបគ្រាប់ថ្នាំនេះបុកបាក់ដើមឈើហើយស្បែកវាស្វិតប៉ុណ្ណាក៏មិនអាចទប់ទល់នឹងគ្រាប់កាំភ្លើងបានដែរចុះមកវិញមកអោព្រះឲ្យនោះវាស្ដេចជ្រូកព្រៃជ្រូក7 8ក្បាលសាច់ប្រហែលជាច្រើនណាស់នរណាគេនេះគឺចាប់បានជ្រូកព្រៃនៅខាងក្រោយភ្នំអស់ហើយ
បងប្អូនទាំងអស់ដែលចូលព្រៃថ្ងៃនេះម្នាក់ចែកសាច់20គីឡូនិងលុយស្រស់$5ល្អណាស់បងយ៉ែបខ្ញុំសូមជូនពរមួយកែវថៅកែនៅទីក្រុងពេញចិត្តនឹងទំនិញទាំងនោះខ្លាំងណាស់នេះជាប្រាក់នៅសល់ទាំងអស់$2000ថៅកែឆេនលុយនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះបងយ៉ែបបងចង់មានន័យថាម៉េចភ្នំខាងក្រោយភូមិសៀវហ៊ឺជាប់នឹងភ្នំឆាងប៉ៃរបស់របរល្អក្នុងនឹងច្រើនណាស់មិនត្រឹមតែចង់ផ្គត់ផ្គង់ទំនិញទេខ្ញុំថែមទាំងចង់ចូលហ៊ុនជាមួយក្រុមអ្នកជំនួញរបស់អ្នកខ្ញុំចេញទំនិញអ្នកចេញផ្លូវលក់ចែកចំណេញម្នាក់ពាក់កណ្ដាលបងយ៉ែបរឿងនេះត្រូវតែឲ្យខ្ញុំពិចារណាឲ្យច្បាស់សិនដើមទុនក្រុមអ្នកជំនួញមិនមែនតិចទេគិតឲ្យច្បាស់សិនទៅចាំមកជួបខ្ញុំនៅភូមិសៀវហ៊ឺគ្រប់ពេលអោព្រះឲ្យជីដូនជីតាជួយយើងមិនដែលឃើញលុយច្រើនបែបនេះសោះបងថ្លៃលុយច្រើនម្លេះទិញស្ករគ្រាប់បានប៉ុន្មានទៅ2000បូករួមទាំងលុយសល់ពីមុនឥឡូវក្នុងផ្ទះមានសរុប$2450សិនយ៉ែបលុយច្រើនបែបនេះអ្នកមានគម្រោងប្រើវាធ្វើអ្វីជួលដីរហោស្ថានរាប់រយហិកតាក្នុងភូមិសាងសង់កសិដ្ឋានចិញ្ចឹមសត្វមិនមែនគ្រាន់តែបរបាញ់ទេយើងត្រូវតែចិញ្ចឹមដោយខ្លួនឯងមេភូមិដីរហោស្ថាន500ហិកតានៅភ្នំខាងក្រោយខ្ញុំជួលហើយនេះជាប្រាក់កក់$500សិនយ៉ែបអ្នកនិយាយថាម៉េច500ហិកតាដីនឹងមានតែថ្មនិងស្មៅស្ងួតដាំអ្វីមិនកើតទេតើអ្នកជួលធ្វើអ្វីសាងសង់កសិដ្ឋានចិញ្ចឹមជ្រូកព្រៃក្តាំងចិញ្ចឹមជ្រូកព្រៃសាហាវណាស់បើវាចុះមកសម្រាប់មនុស្សធ្វើម៉េចកិច្ចសន្យានេះមិនអាចចុះហត្ថលេខាបានទេខ្ញុំនឹងធ្វើរបងលូបន្លា2ជាន់និងសាងសង់ជញ្ជាំងអែបខ្ពស់2ម៉ែត្របើមានរឿងអ្វីខ្ញុំសិនយ៉ែបជាអ្នកទទួលខុសត្រូវតែម្នាក់ឯងដីនឹងទុកចោលក៏អត់ប្រយោជន៍ដែរសិនយ៉ែបព្រមចំណាយលុយសម្រាប់កាន់នីភូមិយើងក៏ជាប្រាក់ចំណូលដែរបងយ៉ែបយ៉ាងម៉េចហើយដីបានហើយមែនទេប្រាប់បងប្អូនក្រុមបរបាញ់ថាថ្ងៃស្អែកមិនបាច់ទៅបរបាញ់ទេយកកាំបិតនិងប៉ែមកទៅភ្នំខាងក្រោយធ្វើរបងលូថ្លៃឈ្នួលគិតតាមថ្ងៃមួយថ្ងៃ$2មួយថ្ងៃ$2នេះរកបានច្រើនជាងធ្វើការរត់ក្នុងទីក្រុងទៀតបងយ៉ែបមើលរាងកាយខ្ញុំនេះបានទេខ្ញុំក៏ចង់ទៅជួយធ្វើរបងលូដែរឲ្យតែខំប្រឹងធ្វើកុំខ្ជិលច្រអូសស្អែកព្រឹកមកយកឧបករណ៍នៅទីធ្លាផ្ទះធំដោយសារអ្វីសិនយ៉ែបអាចជួលដីភ្នំបាននោះជាលុយដែលគួរតែជារបស់ផ្ទះយើងទៅវិញទេស៊ីថៅកំណាត់ឈើជួរនេះក៏មិនជ្រៅទេដកចេញមកជីថ្មីត្រូវតែលើសពីកន្លះម៉ែត្របើមិនអញ្ចឹងទេទុកជ្រូកព្រៃពេញវ័យមិនជាប់ទេបាត់បងយ៉ែបនឹងធ្វើថ្មីភ្លាមថ្លៃលួសនិងស៊ីម៉ងទូទាត់រួចហើយលុយដែលសល់គ្រប់គ្រាន់សម្រាប់បើកប្រាក់ឈ្នួលជាងកន្លះខែត្រូវតែធ្វើរបងឲ្យរួចរាល់ទាំងអស់មុនពេលព្រើធ្លាក់បិទភ្នំជួយផងកណ្ដាលអត្រាត្រហ៊ានមកលួចរបស់ក្នុងកសិដ្ឋានខ្ញុំចង់ងាប់មែនទេអាហ៊ានផ្ទះធំដាក់បញ្ចាំអស់ហើយឯងនៅតែមិនកែខ្លួនទៀតខ្ញុំខុសហើយពិតមែនខ្ញុំអត់បាយប៉ុន្មានថ្ងៃហើយឃ្លានចិត្តងាប់ខ្ញុំចង់លួចយកលុះទៅលក់នៅទីប្រជុំជនហូបបាយដកហូបឲ្យឆ្អែតទៅលើកនេះលើកលែងឲ្យបើស្អែកមានអ្នកមកលួចលុះខ្ញុំទៀតស៊ីថៅដោះខោអាវវាចេញយកទៅចង់នឹងដាំឈើធំនៅមាត់ភូមិទៅបាត់ឲ្យវាចង់ចាំមេរៀនវាថាម្សិលមិញវាទៅលួចលុះនៅស្ថានសិនយ៉ែបហើយត្រូវឆ្កែបបាញ់របស់សិនយ៉ែបខំចង់ចប់មួយយប់សំមុខវាហើយសិនយ៉ែបឥឡូវកំពុងបើកប្រាក់ឈ្នួលឲ្យយើងហើយនាំយើងរកលុយអ្នកទាំងពីរដោះវាចុះមកយកទៅដាក់ក្នុងខ្ទមចាស់របស់ផ្ទះទី2ទៅបន្ទាប់ពីនេះទៅអ្នកណាហ៊ានមកក្បែររកស្ថានខ្ញុំទៀតនេះជាលទ្ធផលរបស់វាបងយ៉ែបត្រាក់តរដែលអ្នកចង់បានខ្ញុំរកបានឲ្យហើយថ្មីស្រឡាងកំពុងចាប់នៅស្ថានីយ៍ម៉ាស៊ីនកសិកម្មក្នុងទីប្រជុំជនសមិទ្ធសិននេះជាត្រាក់តរតែមួយគ្រឿងគត់ដែលស្រុកយើងទទួលបានឆ្នាំនេះថៅកែឆេនបានប្រឹងប្រែងខ្លាំងណាស់ទើបតែទទួលបានការអនុញ្ញាតស៊ីថៅឡើងឡានមក
នោះជាអ្វីមិនក៏មានផ្សែងខ្មៅចេញមកនោះគឺជាត្រាក់ទ័រមានតែនៅសហករណ៍ទេដែលឃើញម៉ាស៊ីនធំបែបនេះអ្នកបើកដូចជាសិនយ៉ែបទេសញ្ញែបរបស់ដែកនេះជារបស់ផ្ទះយើងមែនទេរបស់ដែកនេះជារបស់ផ្ទះយើងមែនទេប៉ាទៅមុខពេលទៅទីប្រជុំជនដឹកជីដឹកអេតប្រើវាទៅលឿនជាងរទេះគោ10ដងបងប្រុសអស្ចារ្យណាស់បន្ទាប់ពីកាត់ថ្លៃទិញត្រាក់ទ័រលុះធ្វើទ្រង់ជ្រូកនិងប្រាក់កក់ទិញកូនជ្រូក200ក្បាលនិងកូនក្តាន50ក្បាលក្នុងប្រអប់នៅសល់8000យន់គ្រប់គ្រាន់ហើយស្អែកព្រឹកខ្ញុំនឹងនាំក្រុមបរបាញ់ចូលព្រៃជ្រៅនៅតែចូលព្រៃទៀតកសិដ្ឋានចិត្តរួចហើយមិនមែនទេកូនជ្រូកក្នុងទ្រុងមិនគ្រប់ទេខ្ញុំត្រូវចូលព្រៃចាប់ជ្រូកព្រៃពេញវ័យនិងក្តាន់ញីមកបង្កាត់ពូជបានជាអាចកើនឡើង2ដងបងប្រុសខ្ញុំក៏ចង់ជិះត្រាក់ទ័រដែររបស់ដែកនឹងងឺសំឡេងវាសប្បាយខ្លាំងណាស់ស្អែកឲ្យស៊ីថៅបើកត្រាក់ទ័រជូនទៅទិញអាហារកំប៉ុងនៅហាងទីប្រជុំជនទៅបងយ៉ែបស្នាមជើងនេះធំជាងស្នាមស្ដេចជ្រូកព្រៃលើកមុនទៀតតើជាគោព្រៃទេមិនមែនជ្រូកព្រៃក៏មិនមែនគោព្រៃដែរវាគឺជាខ្លាឃ្មុំបងយ៉ែបនោះគឺជាសត្វដែលអាចទះក្បាលមនុស្សបែកបានក្នុងមួយដៃយើងមានគ្នាប៉ុន្មានអ្នកនេះបើជួបវាច្បាស់ជាស្លាប់មិនខានស្ងាត់សត្វព្រៃពេញវ័យ15ក្បាលក្តាន8ក្បាលចូលទ្រង់ទាំងអស់ក៏ស្ថានរបស់អ្នកនេះអាចនិយាយបានថាជោគជ័យពេញលេញទំហំបែបនេះកុំថាឡើយសហករណ៍យើងសំបីតែទូទាំងស្រុកក៏លេខ1ដែរមេភូមិនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះស្អែកចាប់ផ្ដើមបិទប្រកាសក្នុងភូមិអ្នកណាដែលមកកស្ថានមកកាត់ស្មៅជ្រូកឬសម្អាតទ្រុងមួយថ្ងៃបើកប្រាក់ឈ្នួល20សេនតែបើថ្ងៃនេះខ្ញុំម្នាក់ភូមិគេនិយាយថាកស្ថានលោកពូសិនបើកដំណើរការហើយថែមទាំងទិញត្រាក់ទ័រទៀតផងមួយថ្ងៃហ៊ានឲ្យថ្លៃឈ្នួលអ្នកកាត់ស្មៅជ្រូកដល់ទៅ2ម៉ែនណោះពួកយើងទៅសុំជំនួយពីគាត់ទៅបើនៅបន្តបែបនេះទៀតគ្រួសារយើង3នាក់ប្រកាសជាត្រូវបង្កប់ស្លាប់ឬអត់អាហារស្លាប់នៅក្នុងខ្ទមចាស់នេះមិនខានទេសុំជំនួយពីគាត់ទៅទោះជាខ្ញុំឃ្លានស្លាប់ឬលោតពីលើភ្នំនេះចុះទៅក៏ដោយក៏ខ្ញុំដាច់ខាតមិនទៅសុំជំនួយពីអាមនុស្សកំជើនោះដែរកម្មពៀហើយនេះសុទ្ធតែជាកម្មពៀទាំងអស់សៀវយាយនេះជាលុយប៉ុន្មានទៅនេះជាលុយដែលម្ចាស់ហាងឈិនទូទាត់ថ្លៃយិនសិនព្រៃនិងលុយដែលលក់ពងខ្លាឃ្មុំខ្មៅឲ្យមន្ទីរពេទ្យក្នុងក្រុងបន្ទាប់ពីកាត់ថ្លៃកក់សម្ភារៈរួចសរុបទាំងអស់មាន20000យន់វាយកត់ត្រាលុយនេះចូលទៅព្រឹកស្អែកឯងទៅទីរួមស្រុករួចដឹកម៉ាស៊ីនភ្លើងម៉ាស៊ូត3គ្រឿងនិងម៉ាស៊ីនបូមទឹកដែលកក់ទុកនោះមកវិញកសិដ្ឋានយើងត្រូវតែភ្ជាប់ទឹកនិងភ្លើងឲ្យបានភ្លាមលុយដែលនៅសល់យកទៅការិយាល័យភូមិដើម្បីកក់ដី500ម៉ូនៅភ្នំខាងក្រោយសម្រាប់ដំណាក់កាលទី2ឲ្យរួចរាល់ខ្ញុំនឹងកត់ត្រាទុកឲ្យច្បាស់លាស់ឥឡូវនេះឯងលោកពូជួយផងលោកពូមិនអាចមើលងាយជីវិតមនុស្សបែបនេះទេណាឯងតើបើឯងធ្វើអីហ្នឹងក្រោកឡើងនិយាយគ្នាសិនទៅណាខ្ទមចាស់របស់អាប៉ៅវាកាត់ខ្យល់ព្យុះចូលអស់ហើយជីតាត្រជាក់ខ្លាំងរហូតឈឺធ្ងន់តើលោកគ្រូពេទ្យនៅទីរួមស្រុកបានមកពិនិត្យហើយឬនៅគាត់ថាត្រូវតែទៅសម្រាប់នៅមន្ទីរពេទ្យស្រុកហើយត្រូវប្រើយិនសិនព្រៃអាយុ100ឆ្នាំដើម្បីសង្គ្រោះជីវិតបើមិនដូច្នោះទេគាត់ប្រហែលមិនអាចឆ្លងផុតយប់នេះទេសៀវយាយឥឡូវឯងមានលុយច្រើនហើយប្រអប់លុយនេះយ៉ាងហោចណាស់ក៏មាន1ទៅ20000ដែរឯងជួយដកចេញ1000មកឬមិនអីចឹងដក5000ទៅដើម្បីនាំជីតាទៅព្យាបាលនៅមន្ទីរពេទ្យស្រុកចុះគាត់ជាជីតាបង្កើតរបស់ឯងណាជីតាបង្កើតដែលមានឈាមជ័រតែមួយនឹងគ្នាណាទោះបីជាជីតាពីមុនមានចិត្តលំអៀងឬធ្វើមិនល្អដាក់ពួកយើងយ៉ាងណាក៏ដោយក៏នេះជាជីវិតមនុស្សម្នាក់ដែរបងថ្លៃតើបងមានបញ្ហាការចងចាំមែនទេកាលពីដើមបងដើរលេងល្បែងជំពាក់លុយម៉ាសាន់ទៅដើម្បីការពារបងជីតាបង្ខំឲ្យពួកយើងដាក់បញ្ចាំផ្ទះថ្មីចុងក្រោយសូម្បីតែខ្លួនគាត់ផ្ទាល់ក៏ត្រូវបងដេញទៅនៅខ្ទមចាស់ដែលខ្យល់បក់ចូលនោះដែរឥឡូវនេះបងនៅហ៊ាននិយាយអួតអាងទៀតឬឥឡូវជីតាឈឺក្នុងនាមជាចៅប្រុសច្បងបងមិនទៅរកលុយមកជួយគាត់ទេបែរជាមកបង្កចំនួនសុំលុយនៅផ្ទះខ្ញុំទៅវិញតើបងគិតថាផ្ទះខ្ញុំជាកន្លែងសប្បុរសធម៌មែនទេសៀនយីអាមនុស្សអត់ចិត្តអត់ថ្លើមក្នុងដៃឯងមានលុយដល់ទៅរាប់ម៉ឺនយន់បែរជាមើលជីតាបង្កើតខ្លួនឯងស្លាប់នៅនឹងមុខឬឯងមិនខ្លាចអ្នកភូមិគេស្ដីបន្ទោសឲ្យឯងទេអត់ខ្មាស់គេទេស៊ីឆ្ងាញ់ផឹកឆ្ងាញ់ម្នាក់ឯងរកលុយបាន20000យន់តែមិនព្រមចំណាយសំបីតែលុយសង្គ្រោះជីវិតជីតាបង្កើតខ្លួនឯង
សុខរីអើយសូមឲ្យមេឃរន្ទះបាញ់អាមនុស្សអត់ចិត្តអត់ថ្លើមនេះទៅជីតាឈឺក្នុងនាមជាចៅប្រុសច្បងឯងមិនគិតរកវិធីខ្ចីលុយឬរៃអង្គាសលុយទេបែរជាមកបង្កចំនួននៅផ្ទះខ្ញុំលុយនៅផ្ទះនេះគឺស៊ីវាយកជីវិតទៅដូរពីក្នុងព្រៃជ្រៅមកណាសិនយីវារកបាន20000យន់ខ្ញុំសុំតែ5000សម្រាប់សង្គ្រោះជីវិតជីតាវាបែរជាមិនឲ្យសោះវាពិតជាចង់សម្លាប់ជីតាបង្កើតរបស់វាមែនបានបើឯងចង់បានលុយសង្គ្រោះជីវិតខ្ញុំនឹងឲ្យបីវាយកក្រដាស់នឹងបិទមកក្នុងពេលដែលគ្រូពេទ្យនិយាយថាត្រូវទៅមន្ទីរពេទ្យស្រុកខ្ញុំអាចចេញលុយថ្លៃព្យាបាល500យន់និងយិនសិនព្រៃអាយុ20ឆ្នាំមួយដើមតែរបស់ទាំងនេះមិនមែនឲ្យទេសរសេរលិខិតជំពាក់លុយមកបងថ្លៃដើម500គិតការប្រាក់ 2% បន្ទាប់ពីនេះបងនឹងលីវហុងសៀត្រូវមកកសិដ្ឋានរបស់ខ្ញុំនៅម៉ោង6ព្រឹកទៀងទាត់ដើម្បីដង្លាមកនិងសម្អាតទ្រុងជ្រូកថ្លៃឈ្នួលប្រចាំថ្ងៃនឹងត្រូវកាត់កង្ការប្រាក់និងប្រាក់ដើមរហូតតតែសងគ្រប់ឯងនិយាយថាអីឲ្យខ្ញុំដង្លាមកឲ្យខ្ញុំដែលជាចៅប្រុសច្បងប្រកូសិនទៅធ្វើជាកម្មករឯងកំពុងកេងចំណេញលើទុកលំបាករបស់គេច្បាស់ណាស់មិនចង់សរសេរមែនទេបើអីចឹងក៏បានចេញពីផ្ទះខ្ញុំទៅឲ្យឆ្ងាយភ្លាមជីតានឹងរស់ឬស្លាប់មិនពាក់ព័ន្ធអីជាមួយខ្ញុំសិនយីសំបីតែបន្តិចសិនយីចាំមើលទៅចុះទោះជាខ្ញុំត្រូវអត់អាហារស្លាប់ឬជីតាត្រូវឈឺស្លាប់ក៏ខ្ញុំមិនទៅដងលាមកឲ្យឯងដែរតាបើអាសិនយីចិត្តខ្មៅនោះវាមិនព្រមឲ្យលុយសំបីតែមួយកាក់យើងត្រូវធ្វើម៉េចឥឡូវជីតាដង្ហើមចង់ដាច់ទៅហើយសំបីតែយប់នេះក៏មិនប្រកាសថាអាចឆ្លងផុតឬអត់តើវាមានសិទ្ធិអីតើវាមានសិទ្ធិអីដែលមនុស្សកំជិលដូចសិនយីអាចស៊ីឆ្ងាញ់ផឹកឆ្ងាញ់រកលុយបាន20000យន់ចំណែកពួកយើងត្រូវមកនៅខ្ទមចាស់កាត់ខ្យល់បែបនេះមេឃពិតជាគ្មានភ្នែកមែនតាបើគុំធ្វើអីឈួតអីអញចង់ធ្វើអ្វីអញកាន់កាំបិតក្នុងដៃធ្វើអីសិនយីវាមានរបស់គ្រោះថ្នាក់ក្នុងដៃណាគុំទៅរកសេចក្តីស្លាប់ឲ្យសោះមានកាំភ្លើងហើយម៉េចមានកាំភ្លើងក៏ខ្ញុំមិនខ្លាចដែរថ្ងៃស្អែកថ្ងៃទី28ខែ12ក្នុងភូមិគេនឹងសម្លាប់ជ្រូកចែកសាច់នៅទីលានលក់ដូរគ្រួសារសិនយីប្រកាសជាទៅទីលានលក់ដូរទាំងអស់លុយ20000យន់នោះប្រកាសជាលាក់ទុកក្នុងផ្ទះធំកន្លែងណាមួយមិនខានពួកយើងឆ្លៀតពេលចលាចលលួចចូលផ្ទះសិនយីគ្រាន់តែបានលុយ20000នោះពួកយើងនឹងទៅទិញសម្បត្តិរថភ្លើងនៅទីរួមស្រុកហើយចុះទៅភៀកខាងត្បូងភ្លាមតើអ្នកណានឹងខ្វល់ពីមនុស្សចាស់ចិត្តស្លាប់នេះទៀតលឿនឡើងលុយណែណាប្រអប់ឈើធំពីរនោះវាអាចលាក់ទុកណែណាទៅតើបើមើលនោះប្រអប់ដែកមួយនោះមានចាក់សោទៀតវាជាប្រអប់ទេសោះសិនយីអាមនុស្សអាសត្វនោះវាលាក់លុយទុកឯណាពេលថ្ងៃត្រង់ចេះមកកោះបង្អួចជញ្ជាំងដើម្បីរកលុយទៀតឬស៊ីវយាយយកច្រឡំទេនេះសុទ្ធតែជាការយកច្រឡំពួកយើងឃើញពូនិងមីងរវល់នៅទីលានលក់ដូរក៏តាំងចិត្តជញ្ជាំងចូលមកដើម្បីជួយសម្អាតផ្ទះឲ្យពួកគាត់ទេនេះគឺជាបទល្មើសលួចទ្រព្យសម្បត្តិបងថ្លៃនេះគឺជាបទល្មើសធ្ងន់ធ្ងរលើកនេះបងបានធ្វើឲ្យខ្លួនឯងអស់ផ្លូវដើរហើយទោះបីជាយមរីកក៏ជួយបងមិនបានដែរវៃទៅហៅមេភូមិនៅទីលានលក់ដូរហើយឲ្យធ្មយកកង់ទៅរីកានៅប៉ុស្តិ៍នគរបាលទីរួមស្រុកផងខ្ញុំសូមអង្គរែងគុំរីកានគរបាលអីបារីកានគរបាលតើបើនឹងចាប់ហើយគេនឹងចាប់ទៅដាក់ទោសជាក់ជាមិនខានពួកយើងជាគ្រួសារតែមួយមានឈាមជ័រតែមួយនឹងគ្នាគ្រួសារតែមួយពេលពួកឯងជញ្ជាំងចូលមកដើម្បីលួចលុយដែលយើងទុកសាងសង់កសិដ្ឋានពួកឯងធ្លាប់គិតថាជាគ្រួសារតែមួយទេចាប់ពីថ្ងៃនេះទៅឯងទៅដេកក្នុងគុកដែកទៅត្រិះរិះពិចារណាឲ្យល្អជាតិក្រោយគួរធ្វើខ្លួនយ៉ាងណាលោកនគរបាលលោកម្ចាស់ឲ្យខ្ញុំគ្មានកំហុសទេតែបើមិនមែនមកលួចលុយទេនោះគឺជាផ្ទះពូបង្កើតរបស់គេណាគេគ្រាន់តែមកលេងផ្ទះទេសិនយីជាអ្នករៀបគម្រោងមួយបង្កាច់គាត់ចង់កំចាត់គាត់ឲ្យស្លាប់ពេលថ្ងៃត្រង់មិនដើរតាមទ្វារធំបែរជាមកកោះសោនឹងជញ្ជាំងចូលទៅលេងផ្ទះសិនយីនគរបាលបានប្រគល់ឧបករណ៍ធ្វើសកម្មភាពមកយើងរួចហើយទាំងទូនវីសដែលជាប់កាសែតនិងសោដែកដែលត្រូវគេកោះបាក់ទាំងសាក់សីទាំងវត្ថុតាំងគ្រប់គ្រាន់ទោះជាឯងយំរករឿងអយុត្តិធម៌ក៏គ្មានប្រយោជន៍ដែរនាំខ្លួនទៅស៊ីវយាយខ្ញុំខុសហើយប្រាប់នគរបាលទៅថាវាជាការយកច្រឡំជីតែលើនៅតែក្នុងខ្ទមចាស់កំពុងក្តៅខ្លួនខ្លាំងដង្ហើមចង់ដាច់គ្រប់ពេលបើខ្ញុំចូលគុកជីតាប្រកាសជាស្លាប់មិនខានឯងមិនអាចខូចខើដល់ថ្នាក់នេះទេពេលឯងជញ្ជាំងចូលមកកាន់តួនៅវិសកោះប្រអប់លុយឯងធ្លាប់គិតទេជីតានៅក្នុងខ្ទមចាស់កំពុងក្តៅខ្លួននេះសុទ្ធតែជាទង្វើរបស់ឯងកុំបន្ទោសអ្នកដទៃឲ្យសោះតើអ្នកណាជាសាច់ញាតិរបស់អ្នកជំងឺក្រែលេខ2ខ្ញុំជាកូនប្រុសច្បងរបស់គាត់លោកគ្រូពេទ្យតើស្ថានភាពប៉ារបស់ខ្ញុំយ៉ាងម៉េចហើយស្ថានភាពមិនសូវល្អទេ
ពេលបញ្ជូនមកដល់គាត់មានជំងឺរលាកសួតធ្ងន់ធ្ងរហើយឥឡូវបណ្ដាលឲ្យខ្សោយបេះដូងនិងសួតថែមទាំងសុខភាពគាត់ខ្សោយខ្លាំងទៀតកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃភាពសាំចុះខ្សោយខ្លាំងលោកគ្រូពេទ្យយើងបានបង់ថ្លៃសម្រាប់ពេទ្យ500យន្តហើយមានយិនសិនព្រៃមួយដើមទៀតលោកគ្រូពេទ្យត្រូវតែប្រើថ្នាំល្អបំផុតដើម្បីសង្គ្រោះជីវិតប៉ាខ្ញុំយើងនឹងខំប្រឹងអស់ពីសមត្ថភាពប៉ុន្តែវិជាសាស្ត្រពេទ្យមិនមែនជីវិតមិនទេក្រុមគ្រួសារត្រូវត្រៀមចិត្តទុកបើយប់នេះក្តៅខ្លួនមិនថមថយទេគឺគ្រោះថ្នាក់ហើយទឹកក្តៅមិនហើយលៀងជើងទៅដេកលក់ទៅថ្ងៃនេះរវល់រឿងដោះស្រាយជាមួយសិនតាប៉ាវហើយរៀបចំរឿងមន្ទីរពេទ្យទាំងថ្ងៃហត់នឿយណាស់មន្ទីរពេទ្យផ្ញើសារមកហើយប៉ាអ្នកភូមិខាងមុខមកប្រាប់ថាជីតាក្តៅខ្លួនមិនទាន់ថយទេហើយសន្លប់ស្ដុកស្ដឹងរហូតលោកគ្រូពេទ្យថាយប់នេះសំខាន់បំផុតតាប៉ាវដោយសារប៉ុនប៉ងលួចទ្រព្យសម្បត្តិហើយចំនួនទឹកប្រាក់ច្រើនទៀតយ៉ាងហោចណាស់ក៏ត្រូវជាប់គុក3ទៅ5ឆ្នាំដែរក្នុងខ្ទមនោះសល់តែលីវហុងសៀនិងសិនជៀនជុនគឺចប់ហើយអ្នកស្ដាយក្រោយទេដែលបញ្ជូនតាប៉ាវទៅគុកថ្ងៃនេះព្រោះបើគាត់ចូលទៅគ្រួសារទី2ពិតជាគ្មានអ្នកបន្តពូជពងហើយខ្ញុំធ្លាប់ស្បហើយថាទៅថ្ងៃមុខក្នុងផ្ទះនេះកុំសង្ឃឹមថានរណាអាចមកបោកប្រាស់យើងបានសូម្បីតែអំណាចធំមកពីណាក៏ដោយសូមក្រុមគ្រួសារចូលសម្ដែងការសោកស្ដាយអ្នកជំងឺបានស្លាប់នៅម៉ោង 6:15 នាទីព្រឹកដោយសារជំងឺរលាកសួតធ្ងន់ធ្ងរធ្វើឲ្យខ្សោយបេះដូងសួតសង្គ្រោះមិនបានឡើយគាត់បានស្លាប់បាត់ទៅហើយប៉ាកូនមិននៅតែញោសោះតាឡប់នេះក៏សាងកម្មច្រើនណាស់លំអៀងពេញមួយជីវិតអ្វីដែលល្អទុកឲ្យតែតាប៉ាវចុះឥឡូវមុនពេលស្លាប់ចៅប្រុសច្បងចូលគុកព្រោះលួចលុយឥឡូវសំបីតែអ្នកដុតភ្លើងបុណ្យសពក៏គ្មានមែនទេចុងក្រោយក៏មិនមែនកូនច្បងដែលគាត់ធ្លាប់ធ្វើបាបសង្លុយទិញក្តាររំឈូសហើយជួយយើងឲ្យជីករណ្ដៅកប់នេះហើយហៅថាផលកម្មមនុស្សធ្វើអ្វីស៊ូបលៀននឹងមើលឃើញទិញហើយមែនទេរៀបចំរួចរាល់អស់ហើយរលូនទេកប់នៅជើងភ្នំខាងក្រោយហើយប៉ាម៉ាក់យំនៅមុខភ្នោដោយក្តីសោកសៅខ្ញុំឲ្យសឺថៅជូនគាត់ទៅសម្រាប់នៅផ្ទះធំសិនរឿងលំអៀងគិតគូរនឹងចំនួនក្នុងគ្រួសារសិនដល់ថ្ងៃនេះគឺកប់ទៅក្នុងដីរួមជាមួយក្តាររំឈូសនោះហើយកុំគិតច្រើនពេកមនុស្សស្លាប់ទៅហើយស្អែកទៅទីរួមស្រុកបាត់ស្អែកព្រលឹមខ្ញុំបើកត្រាក់តរជូនទៅទីរួមស្រុកជីវិតកន្លងមកគឺចប់ហើយជីវិតដ៏ល្អរបស់គ្រួសារយើងទើបតែចាប់ផ្ដើមទេសម្លាញ់យកក្រណាត់កបាសទុនបំផុត50ហ្វីតពណ៌សុទ្ធរួចយកកំសៅទឹកដោះគោផលិតនៅសៀងហៃពីប្រអប់ស្ករគ្រាប់ទន្សាយស្បីកញ្ចប់ហើយស្បែកជើងកូនក្មេងតម្រង់ក្បាលខ្លានៅលើទូដាក់ទំនិញនោះទៀតហួយអ្នកពួកអ្នកធំដល់ថ្នាក់នេះហើយចៅវាយមិនប៉ាអ្នកត្រូវចាប់ខ្លួនព្រោះស៊ីសំណូកនឹងលក់ទ្រព្យសម្បត្តិរដ្ឋអ្នកក្នុងនាមជាបាក់ពូហើយអ្វីចេញមកបានប៉ាខ្ញុំគាត់បានទទួលកំហុសទាំងអស់ម្នាក់ឯងគេពិនិត្យឃើញថាខ្ញុំមិនបានចូលរួមដោយផ្ទាល់ខែមុនទើបដោះលែងហួយមើលចុះអ្នកមានផ្ទៃពោះធំហើយនៅតែត្រូវមកទីរួមស្រុកជាមួយគាត់ដើម្បីរៀបចំសហគមន៍គ្រប់គុំអ្នកសុខចិត្តរស់នៅជាមួយមនុស្សថោកទាបនេះពេញមួយជីវិតមែនសិនអ៊ីទោះបីជាគេរកលុយបានខ្លះពីការបរបាញ់និងចិញ្ចឹមជ្រូកក៏មិនអាចផ្លាស់ប្ដូរការពិតថាគេជាអ្នកស្រុកគ្មានចំណេះដឹងដែរបើអ្នកតាមខ្ញុំមកខ្ញុំនឹងនាំអ្នកទៅទីក្រុងវិញខ្ញុំនឹងអាចងើបឡើងវិញបានលុយដែលប៉ាអ្នកស៊ីសំណូកយកទៅចាយវីផឹកស៊ីលេងល្បែងអស់ហើយឥឡូវអ្នកទិញតែមួយកញ្ចប់តម្លៃ2ពិន្ទុក៏ត្រូវរកលុយក្នុងហោប៉ៅរាប់កន្លះថ្ងៃតើអ្នកយកអ្វីទៅនាំគាត់ត្រឡប់ទៅទីក្រុងវិញបើហ៊ានប្រើក្រសែភ្នែកស្មោកគ្រោកមើលប្រពន្ធខ្ញុំទៀតខ្ញុំនឹងដកភ្នែកម្ខាងទៀតរបស់អ្នកចេញទៅឲ្យឆ្ងាយបងយាយអ្នកត្រឡប់មកវិញហើយមានរឿងធំហើយមានរឿងអ្វីមើលទៅប្រញាប់ប្រញាល់ម្លេះនៅទីរួមស្រុកប្រធានស្ថានីយ៍គ្រឿងចក្រកសិកម្មថ្មីបាននាំមនុស្សស្លៀកឯកសណ្ឋាន7ទៅ8នាក់មកបិទដីវាលស្រែ500ហិកតានៃដំណាក់កាលទី2នៃស្ថានយើងដោយបង្ខំខ្ញុំមានកិច្ចសន្យាជួលដែលមានត្រារបស់គណៈកម្មាធិការភូមិហើយលុយក៏បានបង់គ្រប់ចំនួនទៅធនាគារទីរួមស្រុកតើគេមានសិទ្ធិអ្វីមកបិទដីខ្ញុំប្រធានថ្មីនោះក្រអឺតក្រទុំខ្លាំងណាស់គេថាពួកយើង4នាក់ហ៊ានចាប់យកភ្នំមកធ្វើកសិកម្មខ្នាតធំគេនិយាយអ្វីទៀតគេថាមិនត្រឹមតែបិទដីដំណាក់កាលទី2ទេថែមទាំងរឹបអូសសត្វចិញ្ចឹមទាំងអស់នៅដំណាក់កាលទី1ទៀតនឹងត្រូវដឹកជញ្ជូនជ្រូកព្រៃនិងសត្វប្រើសជាង500ក្បាលទៅកាន់ទីលានប្រហារជីវិតធ្វើការឲ្យរហ័សឡើងស្ដាប់ឲ្យច្បាស់សត្វជ្រូកនិងសត្វប្រើខាងក្នុងនោះហាមដាច់ខាត់មិនឲ្យចេញមកក្រៅស្អែកព្រលឹមខ្ញុំនឹងនាំក្បួនឡានដឹកទំនិញមកដោយខ្លួនឯងដើម្បីដោះស្រាយអ្នកធ្វើអីអ្នកជានរណាអ្នកហ៊ានហែកសម្បត្តិបិទនេះមែនមើលឲ្យច្បាស់នៅអ្វីដែលសរសេរនៅលើនោះជាអក្សរខ្មៅលើក្រដាសនេះគឺជាកិច្ចសន្យាជួលដែលមានត្រារបស់គណៈកម្មាធិការភូមិសៀវហឺខ្ញុំសិនអ៊ីបានចំណាយលុយពិតប្រាកដដើម្បីជួលភ្នំនេះមកអ្នកមានសិទ្ធិអ្វីមកបិទក៏បិទប្រាប់ត្រង់ចុះសិនអ៊ីមានគេរីការដាក់ឈ្មោះអ្នកថាធ្វើចំនួនខុសច្បាប់កេងចំណេញហួសហេតុសត្វចិញ្ចឹមរាប់រយក្បាលនេះថ្ងៃនេះត្រូវរឹបអូសទាំងអស់ដោយគ្មានលក្ខខណ្ឌជ្រូកនិងសត្វប្រើសទាំងនេះបងយាយរបស់ពួកយើងខំប្រឹងយកជីវិតទៅបដូរពីក្នុងព្រៃជ្រៅមកចិញ្ចឹមដោយពួកយើងថែរក្សាយ៉ាងលំបាកនរណាហ៊ានប៉ះកសិដ្ឋានរបស់បងយាយពួកអ្នកចង់ធ្វើអ្វីរីការដាក់ឈ្មោះខ្ញុំថាធ្វើចំនួនខុសច្បាប់តើនរណាជាអ្នករីការមិនអាចប្រាប់បានទេយ៉ាងណាក៏ដោយកសិដ្ឋានរបស់អ្នកត្រូវតែបិទថ្ងៃនេះហើយល្អបើអ្នកមិនព្រមនិយាយខ្ញុំនឹងនិយាយជំនួសអ្នកដឹងទេ
ទៅចាប់ជើវៃមិនដែលជាមនុស្សឥតប្រយោជន៍នោះមកឲ្យខ្ញុំគេទើបតែត្រូវគេវីនៅកូនសោមិនទាន់ទៅឆ្ងាយទេអ្នកនិយាយអ្វីរឿងនេះតាក់ទងអ្វីនឹងជើវៃមិនទើបអ្នកហ៊ានប្រថុយប្រឋានមកបង្ករឿងខ្ញុំដោយគ្មានហេតុផលសុទ្ធតែរឿងមិនពិតមូលបង្កាច់គេមកនេះសិនអ៊ីបង្កហិង្សាចាប់ខ្លួនគេភ្លាមប្រធានស្ថានីយ៍ឥឡូវសាកសីនៅទីនេះទាំងអស់ហើយបើអ្នកនៅតែមិននិយាយការពិតខ្ញុំនឹងចាប់អ្នកទាំងពីរទៅជាមួយគ្នាឥឡូវនេះជានរណាដែលចង់រកអូសកស្ថានពិសេសរបស់ភូមិសៀវហឺហើយអ្វីលោកមកទីនេះដោយផ្ទាល់ខ្ញុំមកធ្វើអីបើខ្ញុំមិនមកទេនោះ